ជំរាបសួរនារីរតជំរាបសួរផាណាថ្ងៃនេះខ្ញុំមានចម្ងល់ចង់សួរនារីរតខ្ញុំលើគេនិយាយថាការរៀនពូកែយើងក៏បីអនុវត្ត3ចំណុចការអានការសរសេរនិងការស្ដាប់តើការអានជួយអ្វីខ្លះដល់យើងចាអរគុណផាណាដែលបានសួរសំណួរដែលមានប្រយោជន៍មួយនេះយើងដឹងហើយថាការអាននៅពេលដែលយើងអានច្រើនយើងនឹងដឹងព័ត៌មានជាច្រើនឧទាហរណ៍អានមេរៀនច្រើននៅពេលដែលចេញប្រឡងយើងអាចឆ្លើយសំណួរបានដោយងាយហើយយើងក៏អាចដឹងពីព្រឹត្តិការណ៍ផ្សេងៗនៅក្នុងស្រុកឬក្រៅស្រុកផងដែរការអានពិតជាសំខាន់មែនចុះការសរសេរវិញជួយអ្វីខ្លះដល់អ្នកសិក្សារបស់យើងនឹងហើយបន្ទាប់ពីការអានគឺជាការសរសេរផងដែរការសរសេរក៏គេចាត់ទុកជាចំណុចសំខាន់មួយដែរបើយើងមិនហ្វឹកហាត់សរសេរយើងនឹងជួបបញ្ហានៅពេលដែលយើងសរសេរតាមអានឬសរសេររបាយការណ៍ផ្សេងៗជាដើមហើយចុះចំណុចទី3ដែលតកតងនឹងការស្ដាប់តើការស្ដាប់ជួយអ្វីខ្លះដល់យើងចាយើងគួរតែដឹងហើយថាមនុស្សយើងមិនថាជាតិសាសនាទេគឺត្រូវការស្ដាប់ប្រសិនបើស្ដាប់គ្នាមិនបានឬស្ដាប់គ្នាមិនយល់នោះយើងនឹងមិនអាចធ្វើការប្រាស្រ័យទាក់ទងគ្នាបានទេដូចនេះយើងត្រូវតែរៀនស្ដាប់ឲ្យបានច្រើនដើម្បីយល់អត្ថន័យរបស់អ្នកនិយាយពិសេសភាសាបរទេសឧទាហរណ៍ភាសាអង់គ្លេសនិងភាសាចិនជាដើមប្រសិនបើយើងរៀនតែពីរមុខតែការអាននិងការសរសេរគឺវាមិនគ្រប់គ្រាន់ទេដូច្នេះយើងត្រូវតែរៀនទាំង3មុខតែម្ដងដើម្បីឲ្យការសិក្សាទទួលបានលទ្ធផលល្អអរគុណច្រើននារីរតដែលបានបកស្រាយយ៉ាងស៊ីជម្រៅពីដើមខ្ញុំមិនដែលដឹងថាការអានការសរសេរការស្ដាប់វាមានអត្ថប្រយោជន៍ច្រើនយ៉ាងនេះសោះដូច្នេះមិត្តអ្នកសិក្សាទាំងអស់គ្នាត្រូវគប្បីអនុវត្ត3ចំណុចទាំងអស់គ្នាសូមអរគុណ